សួរលោកគ្រូហើយថ្ងៃហ្នឹងពួកខ្ញុំមកpresentation អំពី front end development ហើយយើងនឹងដែល present ដោយឈុនសេហេងជុនរតនៈចេញច័ន្ទបញ្ញាសេតបញ្ញាហើយនិងភីវឌ្ឍនៈដែលនៅក្នុង presentation របស់យើងហ្នឹងគឺយើងមាន content introduction របស់យើងដែល introduction របស់យើងគឺយើងនឹងបង្កើត website មួយដែលជា modern e-learning website ដែល application ដែលយើងប្រើប្រាស់ជាមួយនឹង React.js ដែលជា framework របស់ JavaScript ហើយនៅក្នុង platform របស់យើងហ្នឹងយើង provide ជាមួយនឹង user interface របស់ student ដែលគាត់ងាយស្រួលក្នុងការមើលក្នុងការ enroll ចូលរៀនហើយក៏ដូចជា online course ដែល focus ទៅលើ experience របស់ website របស់ user របស់យើងដែលយើងនឹងដាក់ឈ្មោះwebsite របស់យើងឈ្មោះថា Academic Skill Development Center ដែលយើងនឹងធ្វើជា academic ដែល develop the skill របស់ user របស់យើងហើយមួយទៀតដែលជា key feature របស់យើងហ្នឹងគឺយើងមានដូចជា user authentication course browsing shopping cart payment process in course learning ជាដើមដែលយើងនឹង go deep ជាមួយនឹង key feature របស់យើងដែលuser authentication ហ្នឹងយើងមានដូចជា secure សម្រាប់ user login ជាមួយនឹង registration ដែលយើង handling ជាមួយនឹង security system របស់យើងហើយមួយទៀតគឺ course browsing ដែលយើង explore ដែលឲ្យ user ជាមួយយើងហ្នឹង explore course ដូចជា filter by name ឬក៏ by category ឬក៏ topic ដែលគាត់ចង់មើលរៀនទៅហើយអាចគាត់ go through deep detail ជាមួយនឹង course នេះជាដើមហើយ shopping cart ដែលយើងដូចជាយើងមាន add to cart ទៅដើមហើយ key feature បន្ទាប់ទៀតហ្នឹងគឺតើតើជាមួយនឹង payment process ដែល payment process របស់យើងហ្នឹងគឺយើងមាន2ដែលគឺជាមួយនឹង KQR ហើយមួយទៀតហ្នឹងគឺតកតងជាមួយនឹង credit card ដែលយើងប្រើប្រាស់ជាមួយនឹង payment របស់យើងហើយទីបន្ទាប់ទៀតហ្នឹងគឺ response design ដែលយើង design website របស់យើងហ្នឹងឲ្យ layout នៅគ្រប់ device ទាំងអស់មានដូចជា laptop desktop ឬក៏ mobile phone ឬក៏ tablet ជាដើមហ្នឹងអាច scale ជាមួយនឹង layout user interface របស់យើងហ្នឹងបានស្រួលមើលហើយស្អាតហើយមួយទៀតហ្នឹងគឺ course learning ដែលយើងឲ្យសិស្សក្នុងការមានវីដេអូឬក៏មានជា documentation ណាមួយជា documentation នៅក្នុងវីដេអូហ្នឹងហើយក៏មានដូចជា quiz នៅពេលគាត់បញ្ចប់ lesson មួយឬក៏ module មួយដែលមាននៅក្នុងនឹងជាដើមចំណុចរបស់ខ្ញុំវិញគឺធ្វើទៅលើ Figma ហើយមុនពេលដែលយើងចាប់ផ្ដើម develop ហ្នឹងយើងត្រូវការ Figma ជាមួយដើម្បីគូឬក៏បង្កើតវាជាប្លង់មួយមុនពេលសរសេរ code ហើយយើងមានចំណុចសំខាន់ចំនួន5ទី1តកតនឹង Visual Blueprint ហ្នឹងគឺយើងបង្កើតជា blueprint មួយឬក៏ជា plan មួយមុនពេលដែលយើងសរសេរ code ហើយវាអាចចេញជារូបភាព UI យើងឃើញមុនពេលដែលយើងយកវាទៅសរសេរ code ហើយឬក៏យើងអាចយកវា flow របស់វាតកតងទៅនឹង faster iteration វិញពេល design ជាមួយ Figma ហ្នឹងគឺយើង iterate idea បានលឿនមែនតើដោយសារតែយើងអត់ចាំបាច់ទៅសរសេរ code ដើម្បីចេញជារូបភាពឬក៏ចេញជា UI ទេគឺយើងគូរតែម្ដងហើយយើងអាចកែបានភ្លាមដូចគ្នាចំណុចបន្ទាប់ហ្នឹងតកតងទៅនឹង clear user flow Figma ហ្នឹងវាជួយឲ្យយើងធ្វើ user flow ដូចជាបង្កើតជា prototype មួយដែលពេលដែល user click ទៅលើកន្លែងនេះទៅវាជួយយើងទៅ page ថ្មីមួយទៀតហើយនឹងជា user flow ជាចុងក្រោយហ្នឹងតកតងនឹង fashion handoff បន្ទាប់ពីយើងបាន design ហើយ developer ហ្នឹងអាចនឹងវាស់វែងទៅនឹង size color font ដែលយើងបានប្រើប្រាស់ក្នុង Figma ហ្នឹងដោយសារតែវាមានជា pixel ឬក៏ភាគរយដែលយើងមើលថា layout ហ្នឹងមាន size ប៉ុន្មានហើយ position ឬក៏ heading margin វាមានប្រហែល pixel ជាដើមងាយស្រួលសម្រាប់ developer ដែលយក UI ហ្នឹងទៅ develop ទៅជា website នេះចូលមកកាន់ user flow គឺទី1គឺ user ធ្វើការ login ពី register បាទគាត់ជា user ចាស់គាត់អាចធ្វើការ login ដើម្បីចូលទៅក្នុងមើលនៃ access នៃ course ផ្សេងៗនៅក្នុង website របស់ខ្ញុំហើយបើគាត់ជា user ចាស់ថ្មីគាត់ធ្វើការ register ហើយបន្ទាប់មកគឺ
cost នេះគឺគាត់ធ្វើការនៅពេល login register គាត់អាចមើល available cost ដែលមាននៅក្នុង website របស់ខ្ញុំហើយគាត់អាចមើលនៅក្នុង detail ផ្សេងៗដូចជា fix rate ដែលមាន user ពីមុនគាត់បានប្រើប្រាស់ cost នោះគឺបានសិក្សាពី cost នោះពីមុនមកហើយបើគាត់មានចំណាប់អារម្មណ៍ក្នុងការទិញ cost នោះគាត់អាច add to cart add cost item គាត់ទៅចូលក្នុង cart ហើយនៅពេលដែល access នៅពេលនោះគាត់អាចចូលទៅក្នុងការ check in status ហើយជាដំណាក់កាល check in មុនពេលដែលគាត់ process នៅពេលដែល process នៃ payment គឺនៅ payment គឺគាត់មានពីរជម្រើសដែលក្នុងការជ្រើសរើសក្នុងការ pay បានទីមួយគឺគាត់អាចបញ្ចូលជា credit card របស់គាត់អាច pay ក្នុង account ធនាគាររបស់គាត់ឬគាត់អាច direct ចេញតាម QR code ដែលខ្ញុំបាន implement នៅក្នុងprocess នៃ payment ហើយនៅពេលដែល success គាត់អាច check មើលនៅ arrow cost ដែលគាត់បានទិញនោះហើយគាត់អាចសិក្សាពី cost នោះបាននេះគឺជា challenge ដែលពួកខ្ញុំបានជួបប្រទះនៅពេលដែលធ្វើការ implement ឬ develop នៃ application website របស់ពួកខ្ញុំគឺមាន3ធំៗគឺទី1 route គឺនៅពេលដែលយើងធ្វើការ setting up routing with a route router ដែលធ្វើឲ្យមាន complex ជាពិសេសគឺនៅពេលដែលមាន nested route ហើយនឹង dynamic path គឺពួកយើងមានការ challenge នឹងជាមួយនៅពេលដែលមាន nested route ហើយនឹង dynamic path ជាខ្លាំងតែ solution របស់យើងគឺធ្វើការរៀបនៃ route នីមួយៗនៅក្នុង component របស់យើងដាក់នៅក្នុង app មួយជុំគ្នាដែលធ្វើឲ្យមាន structure ត្រឹមត្រូវក្នុងការ access នៃ route របស់ component មួយឲ្យបានងាយស្រួលជាងមុនគឺទី2គឺ handle state handle state គឺយើង management state ដែលវាធ្វើការ across នៃ component ផ្សេងៗគ្នាតែធ្វើឲ្យមានការ challenge ជាខ្លាំងនៅពេលដែល application របស់យើងកាន់តែរីកចម្រើនគឺ grow ទៅមុខហើយ solution របស់យើងគឺធ្វើឲ្យ state នោះមានការ update properly ទោះបី state នោះដែល sharing data ពី component មួយទៅ component មួយតែយើងអាច manage នៃ update នៃ state នោះបានគឺទី3គឺ styling and theming គឺនៅពេលដែលយើង using raw CSS and Tailwind CSS together ពេលនោះដែលធ្វើឲ្យមាន complex គ្នាដូចជាខ្ញុំហើយមិត្តភ័ក្តិខ្ញុំគឺខ្ញុំបានធ្វើការ implement នៃ CSS style តែពួកគាត់បានធ្វើការ implement ជា Tailwind CSS style នៅពេលនោះវាធ្វើឲ្យ complex គ្នានៅក្នុងដែល code របស់ខ្ញុំដែលបាន implement ជាមួយ component ដូចគ្នា style របស់វាធ្វើការ complex គ្នាជាខ្លាំងតែនៅពេលដែលមិត្តភ័ក្តិរបស់ខ្ញុំបានប្រាប់ខ្ញុំគឺពីបញ្ហានោះគឺធ្វើឲ្យខ្ញុំមានការយល់ដឹងពី challenge ដែលខ្ញុំបានជួបប្រទះនិង complex គ្នាជាមួយពួកម៉ាក់ខ្ញុំគឺខ្ញុំប្រើតែ Tailwind ជា priority នៅក្នុង website របស់ខ្ញុំជាង raw CSS ពីព្រោះនៅពេលដែលយើងប្រើពីរជុំគ្នាវាអាចធ្វើ complex គ្នាតែបើយើងអាចចង់ប្រើយើងអាច access ជា main class របស់វាហើយអាចហៅelement ឬឈ្មោះរបស់ title ដែលយើងចង់ implement style របស់នោះគឺនេះគឺជា future work ដែលពួកយើងបាននិយាយគ្នាហើយនឹងមានការធ្វើនៅថ្ងៃខាងមុខនៅពេលដែលយើងអាចមានពេលវេលាមួយដែលយើងចង់ implement នេះឲ្យបានល្អជាងមុនគឺទី1គឺ implement CMS គឺធ្វើការដែល non developer ឬក៏ admin ដែលគាត់ធ្វើការ access ឬ add នៃ cost ដែលមិនបាច់ត្រូវការប៉ះកូដឬប៉ះកូដផ្សេងៗគឺគាត់ធ្វើការ direct អាចបង្កើតជា cost ឬជា item ផ្សេងៗបាននៅក្នុង web interface របស់ពួកយើងទី2គឺ user security គឺនៅក្នុងកន្លែងនេះគឺដែលយើងធ្វើការ secure និងចង់ implement ទៅមុខទៀតឲ្យកាន់តែវាមានភាពល្អប្រសើរជាងមុនគឺយើងអាច specific នៃ user ឬក៏ជា admin ដែល user មានកន្លែង login ផ្សេងហើយនិង admin មានកន្លែង login ផ្សេងហើយជាពិសេសមុននោះគឺ secure នៅពេលដែលមានការ attack នៅក្នុងចូលទៅក្នុង server របស់ពួកយើងគឺទី3គឺ optimize នៃ performance
គឺយើងធ្វើការ improve នៃwebsite របស់យើងឲ្យមាន speed កាន់តែមុនហើយ reduce នៃការ loading screen ឬ loading time ឲ្យមានការ fasting ការលឿនជាងមុនល្អប្រសើរជាងមុនហើយនឹងយើងធ្វើការនៃ improve នៃ user experience ដូចជា tool ផ្សេងៗមើលមកកាន់តែគួរឲ្យចង់ទាក់ទាញក្នុងការចូលមកក្នុង web application របស់ពួកយើង ជំរាបសួរលោកគ្រូនេះគឺជាវីដេអូ demo របស់ website របស់ពួកខ្ញុំអញ្ចឹងនៅពេលដែលយើងបើក website មកគឺយើងនឹង load ទៅកាន់ home page ហើយនេះគឺជាព័ត៌មានមួយចំនួនដែលពាក់ព័ន្ធមួយ website របស់យើងដែលយើង display វានៅក្នុង home page វាមាន animation មួយចំនួនដែរដើម្បី attract user ឲ្យគាត់មានអារម្មណ៍ល្អនៅពេលដែលមើល website របស់ពួកយើងហើយនេះគឺជាទិន្នន័យមួយចំនួនពាក់ព័ន្ធជាមួយនឹង e-learning platform របស់ពួកយើងហើយយើង e-learning platform របស់ពួកយើងគឺយើង focus ទៅលើ course ពាក់ព័ន្ធជាមួយនឹងអង់គ្លេសជាមួយនឹង ICT ហើយនេះគឺជាទិន្នន័យមួយចំនួនហើយនេះគឺជា feedback របស់ user ដែលគាត់បានធ្លាប់ប្រើប្រាស់នៅ website របស់ពួកយើងហើយយើងនឹងមាន course មួយចំនួនដើម្បីឲ្យ user គាត់ធ្វើការ preview ផងដែរហើយបន្តមកទៀតយើងធ្វើការ login ដើម្បីចូលទៅប្រើប្រាស់នៅ feature មួយចំនួនអញ្ចឹងយើងចុចប៊ូតុង login ហ្នឹងវានឹង load មកតាំងផ្ទះ login ប៉ុន្តែបើសិនជាយើងអត់ទាន់មាន account ទេយើងអាច sign up បាននៅហើយបំពេញនៅ info មួយចំនួនទៅគឺយើងអាចធ្វើបានតែឥឡូវខ្ញុំមាន account ហើយខ្ញុំសុំ login អញ្ចឹងនេះគឺជា account ដែលមានវាស្រាប់អញ្ចឹងនៅពេលដែលយើង login មកវានឹងដូរផ្ទាំងនេះទៅជាផ្ទាំងដែលមានឈ្មោះរបស់យើងជាមួយនឹង profile របស់យើងដោយសារតែយើងមកបានដាក់រូបវានឹង load មក profile បែបនេះហើយគាត់អាចចូលទៅកាន់ course ដើម្បីជ្រើសរើសទៅលើថ្នាក់រៀនអញ្ចឹងនេះគឺជា course ដែលយើងអាចមានបានមានច្រើនមែនតើហើយយើងអាច scroll វាមើលបានអញ្ចឹងខ្ញុំនឹងរើស course មួយដាក់ចូលទៅកាន់ control ដើម្បីយើងធ្វើការរៀនឥឡូវខ្ញុំសូមយកទៅលើនេះហើយខ្ញុំអាចចុច add to cart នេះ direct មកក៏បានឬមួយក៏ខ្ញុំចូលមើល detail វាសិនអញ្ចឹងនេះគឺជាព័ត៌មាន detail មួយចំនួនពាក់ព័ន្ធជាមួយនឹង course របស់យើងហើយយើងក៏អាចនៅ leave នៅ feedback បើយើងហ្នឹងដែរបើសិនជាយើងរៀនហើយយើងអាច leave feedback បានដូចថា good អញ្ចឹងដល់ពេលយើង submit ទៅវានឹង load នៅផ្ទាំង feedback មួយកន្លែងនេះហើយនេះគឺជា course ផ្សេងៗដែលពាក់ព័ន្ធជាមួយនឹង course មួយហ្នឹងអញ្ចឹងមានពីរ option គឺ buy ជាមួយ add to cart អញ្ចឹងបើសិនជា buy យើង direct ទៅមកបើសិន add to cart យើងនឹងដាក់ចូល control យើងសិនហើយនេះអញ្ចឹង control យើង load ពីនេះហើយយើងអាចចុចលើ control នេះដើម្បីដឹងថាតើអូនេះយើងមាន course 2ហើយ course មួយនេះគឺវានឹងសល់ពីអនតាចាស់ដែលយើងធ្លាប់ចូលប្រើពីមុនទេហើយនេះគឺជា total នៅ price របស់យើងដែលយើងត្រូវបង់អញ្ចឹងសារវាថ្លៃពេកខ្ញុំលុបចោលមួយគឺយើងទិញតែ react នេះមួយបានហើយអញ្ចឹងយើងអាច process ទៅកាន់ check out បានអញ្ចឹងចំពោះ flow នៃការ check out របស់យើងគឺយើងមាន2ទី1គឺយើងប្រើប្រាស់នៅ credit card ទី2គឺយើងប្រើប្រាស់នៅ QR អញ្ចឹងនេះគឺជា credit card យើងបំពេញនៅឈ្មោះរបស់ card របស់យើងមាន card number បំផាយហើយយើងអាច save វាទុកបានហើយយើង pay ទៅតែនេះខ្ញុំសូមប្រើទៅលើ QR code អញ្ចឹងនេះគឺ QR code ហើយនៅពេលដែលយើង scan យើងធ្វើ process វាតាមក្រោយទៀតដោយសារតែខ្ញុំអត់បាន implement វាទេអញ្ចឹងខ្ញុំគ្រាន់តែចុចវានឹង success យកមកប៉ុន្តែពេលយើងនឹង implement វាពាក់ព័ន្ធជាមួយនឹង QR នៅពេលក្រោយទៀតអញ្ចឹង payment របស់យើងគឺបាន success អញ្ចឹងយើងអាចទៅកាន់ dashboard របស់ user បានដើម្បីដឹងថាគាត់នេះ course ថ្មីរបស់យើងហើយ course ចាស់របស់យើងគឺយើងមានប៉ុណ្ណឹងហើយនេះយើងអាចមើលទៅលើ favorite course របស់យើងបានយើងបាន add វាទៅលើ favorite ហើយនេះអាចចុចប៊ូតុងនេះដើម្បី add favorite បានហើយនេះគឺជា user course dashboard របស់ពួកយើងហើយនេះគឺយើងចុចមើលទៅលើមេរៀនអញ្ចឹងក្នុងមេរៀនហ្នឹងមាន2 module ដែលយើងបាន add ទៅលើ2 module ដើម្បីធ្វើការធ្វើ test លើទាំងអស់ហ្នឹងអញ្ចឹងក្នុង module នីមួយៗវាមាន document ជាមួយនឹង video ឥឡូវយើងចូលទៅមើល video មួយនេះគឺជា video ពាក់ព័ន្ធជាមួយនឹង React.js ដែលយើងបានបង្កើតឡើងអញ្ចឹងយើងអាចចុច back ទៅវិញបានបាទឥឡូវយើង back មកវិញហើយយើងអាចចូលធ្វើទៅលើ quiz បានហើយ quiz នេះគឺយើងអាចឆ្លើយសំណួរបានថា prompt ជាអីយើងអាចឆ្លើយសំណួរលេងទៅចឹងនៅពេលដែលយើងឆ្លើយហើយយើងអាច submit សំណួររបស់យើងដើម្បីដឹងថាតើយើងបានបន្ទុកប្រមាណអញ្ចឹងអូនេះគឺយើងឆ្លើយខុសទាំងអស់អញ្ចឹងនៅពេលដែលយើងឆ្លើយខុសគឺវានឹង load នៅផ្ទាំងមួយចំនួនដែលពាក់ព័ន្ធនឹងចម្លើយដែលយើងត្រូវហើយអញ្ចឹងវាមានខុសមួយត្រូវមួយអូខេយើងអាចមើលទៅលើ score របស់យើងបាននេះគឺជាប៉ុណ្ណឹងហើយយើងអាចចូលមើលទៅលើ user profile របស់យើងនៅក្នុង detail បាននេះបាទនេះគឺជា page user detail របស់យើងគឺយើងនឹងបង្ហាញនៅទិន្នន័យលម្អិតពាក់ព័ន្ធជាមួយ user របស់យើងហើយនឹងមាន
ទៅលើ bio មានទៅលើឈ្មោះថ្ងៃហៅឆ្នាំកំណើតខែហើយយើងនឹងដាក់ link គាត់អាចដាក់ link ពាក់ព័ន្ធជាមួយនឹងsocial media របស់គាត់ផងដែរអញ្ចឹងយកទៅការ log out ចេញវិញគឺវានឹង redirect មកកាន់ home page ហើយយើងអាចនេះគឺជា about us របស់យើងគឺពាក់ព័ន្ធជាមួយនឹង website របស់យើងពាក់ព័ន្ធនឹង vision ជាមួយនឹង mission ហើយសូមអរគុណលោកគ្រូគឺការ demo របស់ពួកខ្ញុំគឺនឹងបានបញ្ចប់តែប៉ុណ្្នឹង